តាំងពីកំហុងឡាសិតបានជួយឧបត្ថម្ភទេសនាតាំងពីខែ2នឹងមកខ្ញុំមានកម្លាំងចិត្តខ្លាំងហ្មងក្នុងការដាំបន្លែបន្តទៀតខ្ញុំដាំដុះទៅបន្លែល្អបានទិន្នផលខ្ពស់អីចឹងទៅបានមានគំនិតមួយថាធ្វើទេសនាខ្លួនឯងមួយទៀតដើម្បីចង់បានបន្លែផ្គត់ផ្គង់ទីផ្សារបានច្រើនបានទុនពីទេសនាមួយហ្នឹងខ្ញុំធ្វើបានទេសនាមួយទៀតឥឡូវបានទេសនាពីរហើយលុយដែលធ្វើទេសនាថ្មីហ្នឹងគឺលុយមកពីការសំដែលខ្ញុំដាំដុះនៅក្នុងទេសនាធ្វើតាំងពីខែ2ហ្នឹងសំតាំងពីនងមកទល់ខែ8នេះបានខ្ទង់ 1,500 អញ្ចឹងខ្ញុំក៏ខ្ចីខាងហិរញ្ញវត្ថុខ្ទង់ 2,000 ទៀតយកមកធ្វើទេសនាហ្នឹងហើយធ្វើបានតែទឹង10ហ្នឹងបដោយ30ហើយតម្លៃហ្នឹង $3,150 ខ្ញុំគម្រោងរាល់ថ្ងៃនេះចង់បាន3ខ្នងអីទៀតគ្រូ3ខ្នងទៀតខ្ញុំគិតថាអាចផ្គត់ផ្គង់ទីផ្សារបានមួយខែពេញហ្មងព្រោះមួយថ្ងៃក្នុងមួយម្នាក់គាត់កំងស្ពៃ100ទៅ200គីឡូបើសិនជាថ្ងៃណាមកគាត់កំងច្រើនគឺការកាត់ដល់200ទៅ300ហើយក្នុងមួយទេសនាខ្ញុំហ្នឹងបើដាំខែណាល្អអញ្ចឹងទៅបាន900គីឡូអីដែរទេសនាក្នុងមួយខ្នងខ្ញុំផ្គត់ផ្គង់ទៅខាងទីផ្សារយ៉ាងយូរបំផុតថា10ថ្ងៃចុះអញ្ចឹងនៅសល់20ថ្ងៃអីទៀតមកក៏អត់មានបន្លែលក់ទេអញ្ចឹងខ្ញុំចង់ឲ្យទីផ្សារហ្នឹងដើរមួយខែទៅមួយខែវិលជុំរហូតអញ្ចឹងគ្រូ